បាទជំរាបសួរពុកម៉ែបងប្អូននេះគឺជាបារស្គួយក្រុងរបស់ខ្ញុំត្រៀមបង្កាត់មេនៅក្នុងឆ្នាំ2026ហ្នឹងបាទហើយថ្ងៃនេះផងដែរក៏ចង់ចែករំលែកខ្លីមួយទៅដល់ពុកម៉ែបងប្អូនយើងដែលគាត់ទិញមុនគេប៉ះចំមុនកាប់សាច់ណាបងប្អូនមុនកាប់សាច់កន្លែងនេះមានន័យថាចេះបងប្អូនណាគេទិញមុនតាមភូមិណាតាមភូមិនេះភូមិនោះប្រមូលផ្ដុំទៅយកទៅលក់កន្លែងណាមួយរួចហើយអ្នកដែលទិញឈ្មោះអ្នកទិញតហ្នឹងគាត់ឃើញមេបាពូជណារាងស្អាតគាត់ដាក់ផុសលក់តឲ្យពុកម៉ែបងប្អូននៅពេលពុកម៉ែបងប្អូនឃើញស្អាតអត់ដឹងថាប្រវត្តិមុនមកពីណាពីណីទេចឹងបងប្អូនឃើញណាមួយគេទៅលក់ក្នុងតម្លៃធូរថ្លៃទៀតឬក៏ថ្លឹងគីឡូបងប្អូនចាប់អារម្មណ៍ទិញដល់ពេលទិញផ្ញើទៅមានបញ្ហាងាប់ម្ចាស់មុនដែលផ្ញើមកនោះគឺអត់ទទួលខុសត្រូវសម្រាប់អតិថិជនទេកន្លែងហ្នឹងគឺមានន័យថាបពុកម៉ែបងប្អូននឹងខាតទី1ពេលវេលាលុយកាក់ណាខាតថ្លៃសេវាអ្វីដែលពិសេសនោះគឺទំនុកចិត្តតែមកបងប្អូនណាវាអាចធ្វើឲ្យមានការប៉ះពាល់ផ្នែកអារម្មណ៍ផ្លូវចិត្តសម្រាប់បងប្អូនបាទអញ្ចឹងខ្ញុំនិយាយនេះមិនមែនថាបន្ទោសបង្អាប់បងប្អូនមិនអោយទិញទេព្រោះបច្ចុប្បន្ននេះគេមានចរាចរណ៍មុនលក់លើទីផ្សារច្រើនណាប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំសូមឲ្យពុកម៉ែបងប្អូនទិញឲ្យដឹងពីប្រវត្តិមុនមកពីកឋានៈឲ្យច្បាស់លាស់សម្រាប់បងប្អូនសម្រាប់ចិត្តទិញនោះកុំឲ្យខាតទាំងពេលវេលាឬកាក់របស់ពុកម៉ែបងប្អូនបាទសូមអរគុណ